Susday nhà tầng ngõ kia, sum sfa công một cắn KHODU book. Nửa sắp bắt ani, những sum lược Joseph Paul mười cái báo để miếng chấm nón trường thả. Lũi nương phía xa chất ta vị chia, để miếng chấm nón trường tối nửa khang crom thả. Mấy riêng pi trọc sầm bát, phiếp lốp lún nửa súp phiệp măng cùl. Siêu Paul ní miếng chấm nón trường đàm chỉ phía xa ông kia thả. The Psychology of Money. Đã bàn bóp bông lãng cả bị khai căn nhà cho nắm bị phong một lấy, ni bốn đời lục, Morgan Housel. Siêu Paul một bà này, nâng bằng riêng dương ở thua cá xong ra giật trơ rừng lùi cá, nâng phanh dột bị sát than phiếp sẽ thực cách khả năng bấy bà chú bón, bẩn mến chi Siêu Paul trus đây bị bạ dột tê. Ta chia Siêu Paul anu wat chạy đây một bà, miếngประโยชน์น่าสำหรับยังกรุบขณีSiêu Paul hi ranh vật thủ, nâng vì ni dốc phiệt chán bằng riêng dương pi rúp bộ muốn. Cô ca nâng sẵn tu môi chầm luồn để chầm núi đó ca xâm ra chất ra bò dưỡng nửa khóng cao vì nì dột. Tái nạn nì phân vô thả, rút bộ môn tàng nú, sắt tay chỉ rút bộ môn ngọt bần nó. Nét đấng, kế đấng, group ghi nia sắt tay đấng. Ở quay đa xâm khánh, cứ chất mà nút tơ vinh tê. Vì priệp đôi chia Siêu Paul nè nòm phì lốt bao dùn hóa y chấm đại. Nét riêng trứ đấy bảo bò. Cú sốt trai có riêng trứ đấy bảo bò hóa hở, đuôi nét đại. Tái ở vây để thuê nè ai chính là cú sốt trời bàn nô, cứ phí pla hán, nâng cá xâm ra chất ra bỏ nét. Họ xel chôn chất biếc mùi mắt, ra bỏ nét nipun chôn chất bà ràng Voltaire trà. Bà vót tí xa mình đã cát lăng chả làm đại tê. Mà nụ tê để thua rừng khót đọt đál. Biếc mùi mắt nì, bà dốc tôi prai của nó vì sáy hê răn vật thủ. Chi bì xe, cá vì nì dốc, bứt chết trai khẳng ná. Đốt chân nè, nét nipun chôn chất rô cầm hốt chồng, nâng cá xâm ra chất kho ra bỏ mù nụ bì mún. Hai riêng suốt bì kê, dốc thưa chế mi riêng chay rùm lệch đón nét tàng ngọc khnia. Tó thư nì, dốc mốc chay rùm lệch bị khám xả sầm khăn bài giáng, để nét nipun trong lược lang nửa khá nóng Siêu Paul nì. Mùi, trong bang xóm hẹt Paul, bà sơ trên can xâm rách chất đất à hàng cá. Pi, bà trong rú ran miên di vật rời giọt biên vén, trôi chạy tục chân lót xu vắt thập hiệp ở bang cục ruán. 7. ការបែងចែកទ្រព្យសម្បត្តិលួយកាក់របើមនុស្សម្នាក់គឺបានមកពីបទពិសោធន៍ដែលគាត់ធ្លាប់បានឆ្លងកាត់ផ្នែកទី1ដំបូងយកមកនិយាយពីមនុស្សម្នាក់ដែលជាម្ចាស់ពានរង្វាន់ Nobel សេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ 1990 ដែលមានឈ្មោះថា Harry Marx អ្នកដែលចាប់អារម្មណ៍នឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសទីធ្លាប់ឮឈ្មោះម្នាក់នេះហើយគាត់បានបង្កើតទ្រឹស្ដីមួយនៅក្នុងវិស័យហិរញ្ញវត្ថុដែលគាត់ឲ្យឈ្មោះថា The Big Bang Theory យើងគ្រប់គ្នាសុទ្ធតែដឹងថាការវិនិយោគគឺពោរពេញដោយហានិភ័យតែហានិភ័យទាំងនោះគេវាស់មែងយ៉ាងម៉េចទៅគ្មាននរណាអាចថ្លឹងថ្លែងបានទេតែ Harry Marx នេះហើយជាអ្នកបង្កើតឯកតាវាស់វែងហានិភ័យដែលអាចឲ្យយើងធ្វើការគណនាបានទ្រឹស្ដីរបស់គាត់អាចឲ្យយើងរកឃើញនូវវិធីសាស្ត្រមួយដែលអាចឲ្យមានហានិភ័យទាបបំផុតនិងផលចំណេញខ្ពស់បំផុតដែលអាចឲ្យយើងអនុវត្តបានទាំងក្នុងការវិនិយោគលើផ្សារហ៊ុនមូលបត្របំណុលផលិតផលឬការជួញដូររូបិយវត្ថុអន្តរជាតិជាដើមបើសិនជាទ្រឹស្ដីរបស់ Harry Marx ពិតជាមានប្រយោជន៍មែនតើគាត់ខ្លួនឯងបានអនុវត្តទ្រឹស្ដីហើយឬនៅហើយលទ្ធផលទៅជាយ៉ាងណាដែរជាក់ស្ដែងពិតជាមានមនុស្សសួរបែបនេះទៅកាន់ Harry Marx មែនចម្លើយរបស់ Harry Marx គឺខ្ញុំទិញមូលបត្របំណុលពាក់កណ្ដាលនិងទិញភាគហ៊ុនពាក់កណ្ដាលត្រង់ចំណុចនេះយើងឆ្លៀតពេលមកធ្វើការបកស្រាយបន្តិចថាអ្វីទៅជាភាគហ៊ុនអ្វីទៅជាមូលបត្របំណុលឧទាហរណ៍ថាខ្ញុំបង្កើតក្រុមហ៊ុនមួយខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំប៉ុន្តែខ្ញុំខ្វះទុនខ្ញុំអាចមានវិធីពីរដើម្បីទទួលបានទុនមកពង្រីកអាជីវកម្មរបស់ខ្ញុំវិធីមួយទៅខ្ចីប្រាក់ពីធនាគារវិធីនេះអ្នកទាំងអស់គ្នាបានដឹងហើយវិធីទី2គឺបបផ្សាយភាគហ៊ុនក្រុមហ៊ុនរបស់ខ្ញុំលក់ទៅកាន់សាធារណជនតាមរយៈផ្សារភាគហ៊ុនដែលគេហៅថាឡើង IPO នោះឯងមនុស្សគ្រប់គ្នាអាចធ្វើការទិញលក់ភាគហ៊ុនក្រុមហ៊ុនរបស់ខ្ញុំនៅក្នុងផ្សារហ៊ុនបានភាគហ៊ុនក្រុមហ៊ុនរបស់ខ្ញុំនេះគេហៅថា stock ការទិញលក់ភាគហ៊ុនបែបនេះមានហានិភ័យខ្ពស់តែបើចំណេញក៏ចំណេញច្រើនដែរចោះមូលបត្របំណុលអេងភាសាអង់គ្លេសគេហៅថា bond វាមិនខុសគ្នាពី stock ប៉ុន្មានទេគ្រាន់តែអ្នកដែលបបផ្សាយមូលបត្របំណុលលក់នេះមិនមែនជាក្រុមហ៊ុនឯកជនទេតែអាចជារដ្ឋាភិបាលរបស់ប្រទេសមួយឧទាហរណ៍ថាកម្ពុជាត្រូវការកម្ចីបរទេស $1000 លានដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនកម្ពុជាក៏អាចបោះផ្សាយមូលបត្របំណុលលក់ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនជាមួយអត្រាការប្រាក់ 5% ក្នុងមួយឆ្នាំ
និយាយឲ្យស្រួលយល់អ្នកឲ្យលុយរដ្ឋាភិបាលខ្ចីដោយបានទទួលការប្រាក់ដូចពីធនាគារដែរការទិញមូលបត្របំណុលនេះមានហានិភ័យទាបជាងស្តុកតែផលប្រឡប់ក៏មិនសូវបានខ្ពស់ដែរចុះសម្ដីដែល Harry និយាយថាបើអ្នកមានលុយគួរទិញភាគហ៊ុនពាក់កណ្ដាលទិញមូលបត្របំណុលពាក់កណ្ដាលមានន័យថាម៉េចមិនពិបាកយល់ទេគាត់បញ្យល់មកថាបើខ្ញុំយកលុយដែលខ្ញុំមានទាំងអស់ទៅទិញភាគហ៊ុននៅពេលដែលភាគហ៊ុនធ្លាក់ចុះខ្ញុំនឹងគ្មានជម្រើសអ្វីផ្សេងក្រៅពីលក់ចេញឬរងចាំវាឡើងថ្លៃមកវិញឡើយហើយបើសិនជាវាឡើងហើយខ្ញុំមិនបានទិញនោះខ្ញុំក៏មិនស្រណុកក្នុងចិត្តដែរដូច្នេះគោលការណ៍នៃក្នុងការវិនិយោគរបស់ខ្ញុំគឺធ្វើយ៉ាងណាឲ្យខ្លួនឯងស្ដាយក្រោយតិចបំផុតត្រឡប់មកកាន់សារដំបូងដែលអ្នកនិពន្ធចង់បញ្ជូនប្រាប់យើងចង់បានសមហេតុផលមានន័យថាម៉េចគឺជាការសម្រេចចិត្តមួយដែលសមស្របធ្វើឲ្យអ្នកគេលើកស្រួលមិនលោភលន់ហើយក៏មិនស្ដាយក្រោយដែរពាក្យនេះស្រួលនិយាយតែអ្នកលេងហ៊ុនភាគច្រើនធ្វើមិនបានទេព្រោះភាពលោភលន់ជាធម្មជាតិរបស់មនុស្សទេវតាហ៊ុន Warren Buffett នៅក្នុងមហាសន្និបាតម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire Hathaway ក៏បាននិយាយទៅកាន់អ្នកវិនិយោគគ្រប់គ្នាដែរថាទោះបីជាឲ្យខ្ញុំនៅការសម្រេចចិត្តចុងក្រោយមួយដ៏សំខាន់ខ្ញុំក៏មិនអាចយកលាភសក្ការៈហួសហេតុទៅដោះដូរជាមួយនឹងដំណេកដ៏ស្កប់ស្កល់របស់ខ្ញុំដែរដូច្នេះនៅក្នុងការវិនិយោគមិនអាចលោភលន់បានទេត្រូវដឹងថាចំណេញប៉ុណ្ណាសមហេតុផលសម្រាប់ខ្លួនឯងបើអ្នកចង់បានអ្វីដែលច្រើនជាងនេះនោះអ្នកត្រូវតែហ៊ានប្រឈមនឹងហានិភ័យខ្ពស់ជាងនេះចុះហេតុអ្វីបានជាចង់ចំណេញច្រើនមិនបានហេតុផលសាមញ្ញទីតើតែអ្នកស្គាល់អ្វីដែលហៅថាស្កប់ស្កល់ទើបអ្នកអាចតស៊ូបានយូរវាប្រៀបដូចជាការហាត់ប្រាណសម្រាប់ទម្ងន់អញ្ចឹងបើសិនជាអ្នកប្រឹងហាត់ប្រាណអត់អាហាររាល់ថ្ងៃអ្នកប្រកាសជាស្រកទម្ងន់តែក៏វាធ្វើឲ្យអ្នកពិបាកក្នុងខ្លួនដែលងាយនឹងធ្វើឲ្យអ្នកបោះបង់ចោលដូច្នេះអ្នកត្រូវធ្វើអ្វីល្មមបានហើយកុំចង់បានលទ្ធផលហួសហេតុពេកជាទូទៅគ្រូបង្វឹកហាត់ប្រាណប្រាប់អ្នកឲ្យញ៉ាំអាហារឲ្យបានគ្រប់គ្រាន់កុំមឹងអត់អាហារខ្លួនឯងហើយមិនបាច់ប្រឹងមកហាត់ប្រាណរាល់ថ្ងៃដែរមួយសប្តាហ៍ហាត់ប្រាណ 3-4 ថ្ងៃបានហើយសល់ពីនេះទុកពេលសម្រាកឬក៏គេអនុញ្ញាតឲ្យអ្នកក្បត់ខ្លួនឯងមួយថ្ងៃដែលគេហៅថា cheat day ដែលអ្នកអាចលួចទៅញ៉ាំសាច់អាំងអាហារ buffet ញ៉ាំអ្វីក៏បានឲ្យតែអ្នកចង់ញ៉ាំកុំឲ្យអ្នកមានសម្ពាធខ្លាំងពេកការធ្វើបែបនេះគឺអាចឲ្យអ្នកតស៊ូបានយូរនិងមិនងាយបោះបង់អ្នកដែលពូកែវិនិយោគគេយកការវិនិយោគធ្វើជាការងារកំសាន្តរកលុយក្រៅម៉ោងរបស់គេតែគេមិនយកវាធ្វើជាអាជីពទេការដែលចេះតស៊ូរយៈពេលយូរវែងពិតជាសំខាន់ណាស់មិនអាចទិញលើតាមតែទំនោរទីផ្សារឡើងចុះនោះឡើយ Warren Buffett និយាយថាដរាបណាអ្នកមិនចាក់ចេញពីតុល្បែងនោះមិនទាន់ដឹងឈ្នះចាញ់នោះឡើយដូច្នេះដែរបើភាគហ៊ុនដែលអ្នកទិញកំពុងតែធ្លាក់ចុះដរាបណាមិនលក់វាចេញនោះអ្នកមិនទាន់ខាតនោះទេមួយវិញទៀតបើសិនជាអ្នកចេះតែវិនិយោគផ្ដេសផ្ដាស់ចង់បានតែប្រាក់ចំណេញតែមិនដឹងមិនស្គាល់ពីក្រុមហ៊ុនដែលអ្នកកំពុងតែទិញក៏ងាយនឹងធ្វើឲ្យអ្នកបោះបង់ចោលដែរអ្នកមានបំណងចង់ចំណេញដែលវ៉ាមកមិនចាំបាច់តាមដានទីផ្សាររាល់ថ្ងៃក៏បានមិនបាច់រុនពួយឡើងចុះរបស់អ្នកទេនៅពេលណាដែលអ្នកមានការសម្រេចចិត្តដ៏រឹងមាំអ្នកមិនចាំបាច់តាមដានវាទៀតឡើយឧទាហរណ៍ថាអ្នកទិញភាគហ៊ុនក្រុមហ៊ុនមួយដោយសារតែអ្នករំពឹងថាភាគហ៊ុននេះអាចនឹងឡើងថ្លៃតែអ្នកមិនសូវយល់ពីវិស័យនេះក៏មិនសូវយកចិត្តទុកដាក់នឹងទីផ្សារប្រតិបត្តិការឬព័ត៌មានរបស់ក្រុមហ៊ុននេះដែរបើសិនជាភាគហ៊ុននេះឡើងមិនអីទេអ្នកអាចចំណេញខ្លះដែរហើយពេលនោះអ្នកនឹងកាន់តែជឿជាក់លើខ្លួនឯងគិតថាខ្លួនវិនិច្ឆ័យត្រូវតាមពិតវាជារឿងហេងស៊ួយប៉ុណ្ណោះហើយបើសិនជាអ្នកដាក់ភ្លាមខាតភ្លាមនោះអ្នកនឹងបន្ទាត់ខ្លួនឯងដែលវិនិយោគលើវិស័យដែលខ្លួនមិនយល់តែបើសិនជាអ្នកបានធ្វើកិច្ចការផ្ទះគ្រប់គ្រាន់មុននឹងទិញអ្នកបានស្វែងយល់ពីវិស័យនេះចេះមើលរបាយការណ៍ហិរញ្ញវត្ថុចេះវិភាគពីទីផ្សារស្គាល់ពីចក្ខុវិស័យនិងផលិតផលរបស់ក្រុមហ៊ុននោះបើអ្នកពេញចិត្តវិនិយោគលើវាហើយទោះបីជាពេលខ្លះតម្លៃភាគហ៊ុនធ្លាក់ចុះបន្តិចក៏ដោយក៏អ្នកមិនមានអារម្មណ៍ថាច្របូកច្របល់ដែរព្រោះអ្នកជឿជាក់ទៅលើក្រុមហ៊ុនជឿជាក់ទៅលើការសម្រេចចិត្តរបស់អ្នកទោះមិនបានចំណេញឬខាតតិចតួចក៏អ្នកមានអារម្មណ៍ថាបានធ្វើរឿងដែលខ្លួនស្រឡាញ់ដែរហើយបើបានចំណេញវិញក្តីសុខរបស់អ្នកនឹងកើនឡើងទ្វេដងនៅក្នុងសៀវភៅបណ្ដាំបៃតាវិនិយោគដែលយើងធ្លាប់បានលើកមកសង្ខេបរួចហើយគុណព្រមរបស់ Warren Buffett បាននិយាយថាតាំងពីតូចមកគាត់តែងតែឃើញឪពុករបស់គាត់អង្គុយមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរាប់សិបក្រុមហ៊ុនក្នុងមួយថ្ងៃដើម្បីស្វែងរកក្រុមហ៊ុនណាដែលត្រូវបានគេវាយតម្លៃទាបយកមកធ្វើការវិនិយោគ
សម្ដីដើមរបស់ Warren Buffett និយាយថាគ្រាងមួយថ្ងៃដើររកកន្ទុយដារីដែលគេបោះចោលយកមកជួកមួយខ្សឿតចុងក្រោយគាត់ធ្វើបែបនេះជាង80ឆ្នាំមកហើយចាប់ផ្ដើមវិនិយោគតាំងពីអាយុ11ឆ្នាំពេលនេះអាយុ94ឆ្នាំទៅហើយគាត់មិនដែលនឿយហាត់នឹងការងារនេះទេមួយសប្តាហ៍គាត់ធ្វើការ6ថ្ងៃទៅហើយចំពោះមនុស្សគ្រប់គ្នាការទិញលក់ភាគហ៊ុនគឺជាការងារគឺជាការរកស៊ីតែចំពោះ Warren Buffett វិញគឺជាចំណង់ចំណូលចិត្តរបស់គាត់ដូច្នេះវាមិនចម្លែកទេដែលគេដាក់រហស្សនាមគាត់ថាទេវតាហ៊ុននៅពេលដែលគេនិយាយថាធ្វើរឿងដែលអ្នកស្រឡាញ់អ្នកប្រហែលជាគិតថាវាជាទ្រឹស្ដីជោគជ័យឬគ្រាន់តែជាពាក្យលើកទឹកចិត្តតែបើសិនជាអ្នកអាចរកឃើញផ្លូវដែលអ្នកដើរហើយយកចិត្តទុកដាក់ចំពោះវានោះអ្នកប្រហែលជាអាចដើរបានឆ្ងាយជាងគេផ្នែកទី2ខាងលើនេះជាផ្នែកទី1ដែលចង់បង្ហាញប្រាប់អ្នកថាចំពោះរឿងលុយកាក់ចំពោះការវិនិយោគត្រូវតែចេះស្កប់ស្កល់ដាច់ខាតមិនត្រូវលោភលន់ឡើយដឹងថាពន្ធណាគ្រប់គ្រាន់ធ្វើឲ្យអ្នកដេកលឿងស្រួលនិងតស៊ូបានវែងឆ្ងាយតែហេតុអ្វីបានជាយើងត្រូវតស៊ូតើធ្វើបែបណាឲ្យការព្យាយាមរបស់យើងមានន័យនៅទីនេះអ្នកនិពន្ធឲ្យចម្លើយពីរដល់យើងទី1ការតស៊ូមិនបោះបង់វាអាចធ្វើឲ្យភាគរយជោគជ័យក្នុងការវិនិយោគរបស់អ្នកកើនឡើងមនុស្សជាច្រើនបានយកទ្រឹស្ដីនេះទៅអនុវត្តតាមគោលបំណងរៀងៗខ្លួនអ្នកខ្លះសិក្សាទៅលើប្រាក់ចំណេញត្រឡប់ក្នុងរយៈពេលកំណត់ណាមួយអ្នកខ្លះសិក្សាទៅលើរយៈពេលដែលទទួលបានប្រាក់ចំណេញត្រឡប់តែទោះបីជាយ៉ាងណាក៏ដោយមានហេតុផលរួមគ្នាមួយដែលគេបានរកឃើញនោះគឺរយៈពេលវិនិយោគកាន់តែយូរផលដែលបានមកពីការវិនិយោគបានកាន់តែច្រើនជាក់ស្ដែងតាមការសិក្សាបានបង្ហាញថានៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកយុទ្ធសាស្ត្រវិនិយោគល្អមួយក្នុងមួយថ្ងៃភាគរយដែលឲ្យអ្នកទទួលបានផលចំណេញនោះវិញគឺ 50% ហើយបើក្នុងរយៈពេល1ឆ្នាំវិញភាគរយដែលឲ្យអ្នកចំណេញបានកើនឡើងរហូតដល់ 68% ហើយបើទាញពេលវេលាឲ្យវែងជាងនេះរហូតដល់10ឆ្នាំភាគរយចំណេញកើនឡើងរហូតដល់ 88% ពោលគឺពេលវេលាកាន់តែយូរនោះអត្រានៃការទទួលបានប្រាក់ចំណេញគឺកាន់តែខ្ពស់ក្រៅពីភាគរយក្នុងការទទួលបានប្រាក់ចំណេញត្រឡប់ខ្ពស់ហើយនោះការដែលពូកែទ្រាំតស៊ូរយៈពេលវែងបែបនេះធ្វើឲ្យលុយរបស់អ្នកនៅក្នុងផ្សារហ៊ុនកាន់តែកើនឡើងទុនបង្កកាន់តែបញ្ចេញសមត្ថភាពរបស់វាប្រៀបដូចជាការដាំដើមកៅស៊ូមួយដើមអញ្ចឹងមួយឆ្នាំដំបូងអ្នកត្រូវមើលថែវាយ៉ាងប្រយ័ត្នប្រយែង 7-8 ឆ្នាំក្រោយទើបវាចាប់ផ្ដើមហុចផលឲ្យអ្នកដល់ 30-40 ឆ្នាំនោះទិន្នផលដែលវាផ្ដល់ឲ្យអ្នកគឺកាន់តែច្រើនគេថាការវិនិយោគប្រៀបដូចជាការរត់ម៉ារ៉ាតុងអញ្ចឹងអ្នកដែលដល់ទីមុនគេចំណេញច្រើនជាងគេមិនប្រកាសថាជាអ្នកឈ្នះទេតែអ្នកដែលអាចស៊ូបានយូរជាងគេនោះប្រកាសជាអ្នកដែលទទួលបានផលនឹងធឹងពិតប្រាកដធ្វើអាជីវកម្មក៏ដោយបើក្រុមហ៊ុនក៏ដោយវិនិយោគក៏ដោយមុននឹងស្រវាយកប្រាក់ចំណេញត្រូវប្រកាសសិនថាខ្លួនអាចមានសមត្ថភាពចិញ្ចឹមខ្លួនឯងរកជាមុនសិនមហាសេដ្ឋី Michael Moritz នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Venture Capital ដ៏ល្បីល្បាញមួយឈ្មោះថា Sequoia Capital នៅក្នុងកិច្ចសម្ភាសន៍មួយបានលើកឡើងថាអ្វីដែលធ្វើឲ្យក្រុមហ៊ុនយើងបន្តដំណើរការដល់សប្តាហ៍ថ្ងៃនេះនឹងជាក្រុមហ៊ុនវិនិយោគនាំមុខគេមួយនៅលើពិភពលោកនោះគឺរកគ្រប់វិធីដើម្បីឲ្យខ្លួនរស់ក្រុមហ៊ុនខ្លះជោគជ័យបានតែ5ទៅ10ឆ្នាំប៉ុណ្ណោះតែ Sequoia Capital អាចឈរជើងបានរហូតដល់40ឆ្នាំនៅតែមិនមានបញ្ហាអ្នកសម្ភាសសួរគាត់ទៀតថាចុះលោកទ្រូយ៉ាងម៉េចអាចទ្រូវាបាន Michael និយាយថាមកគីយើងខ្លាចបរាជ័យយើងខ្លាចយើងត្រូវបានគេចំនួនតំណែងដូច្នេះពេលដែលគេកំណត់យុទ្ធសាស្ត្រឬធ្វើការសម្រេចវិនិយោគទៅលើក្រុមហ៊ុនអ្វីមួយគឺពិចារណាតែទៅលើរឿងមួយប៉ុណ្ណោះធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរកបាននៅក្នុងការសម្រេចចិត្តរបស់គាត់ទោះបីជាការវិនិយោគទៅលើក្រុមហ៊ុនមួយចំណេញច្រើនយ៉ាងណាក៏ដោយបើសិនជាវាគំរាមកំហែងដល់ការដំណើរការក្រុមហ៊ុនគាត់ឬមានហានិភ័យអាចធ្វើឲ្យក្រុមហ៊ុនដួលរលំដាច់ខាតគេមិនវិនិយោគឡើយរឿងនិទានរវាងបេតាវិនិយោគ Warren Buffett និងមិត្តសម្លាញ់របស់គាត់ Charlie Munger អ្នកទាំងអស់គ្នាធ្លាប់បានឮច្រើនមកហើយសិភៅនៃនិយាយពីពួកគាត់ទាំងពីរក៏យើងបានលើកយកមកធ្វើការសង្ខេបជូនឲ្យដែរដែលសិភៅទី1មានចំណងជើងថាដុំព្រិល
សិភើទី2មានចំណងជើងថា Charlie កុំសត់តាមពិតនៅពេលដែលពួកគាត់បានបង្កើតក្រុមហ៊ុន Berkshire Hathaway នៅមានសហស្ថាបនិកម្នាក់ទៀតដែលមានឈ្មោះថា Rick Gearing ចុះហេតុអ្វីបានជាគាត់ម្នាក់នេះមិនល្បីដូចជា Warren Buffett និង Charlie Munger នេះក៏ដោយសារតែគាត់បានឃើញនៅឱកាសមួយនៅខ្មោះអំឡុងពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ1973-74ហើយក៏ទៅខ្ចីប្រាក់ពីធនាគារវិនិយោគលើគម្រោងរបស់គាត់ចុងក្រោយក៏បរាជ័យនេះជាការសម្រេចចិត្តខុសដ៏ធំមួយ Rick Gearing ក៏បានលក់ហ៊ុនរបស់ខ្លួនដែលមាននៅក្នុងក្រុមហ៊ុន Berkshire Hathaway ឲ្យទៅ Warren Buffett នៅក្នុងតម្លៃថោកជាងទីផ្សារគាត់មិនមានសំណាងបានទទួលភាគលាភពីក្រុមហ៊ុននេះទេដោយសារតែគាត់ចាក់ចេញពីតុមុនគេនេះឯងនៅពេលដែលគេសួរដល់រឿងនេះ Warren Buffett និយាយថាខ្ញុំនិង Charlie សុទ្ធតែដឹងមុនថានៅថ្ងៃក្រោយពួកយើងនឹងមានទ្រព្យសម្បត្តិមហាសាលប៉ុន្តែយើងមិនដែលអន្ទះសារទេ Rick Gearing ក៏ឆ្លាតដូចពួកយើងអញ្ចឹងប៉ុន្តែគាត់អន្ទះសារពីហើយត្រង់ចំណុចនេះសិភៅមួយក្បាលនេះបានបញ្ជូនសារដ៏សំខាន់មួយដល់យើងថានៅលើលោកនេះគ្មានផលប្រយោជន៍ណាដែលមានតម្លៃឲ្យយើងប្រឈមនឹងហានិភ័យបាត់បង់អ្វីគ្រប់យ៉ាងដើម្បីទទួលបានវានោះទេនៅក្នុងយុទ្ធសាស្ត្រវិនិយោគរបស់ Warren Buffett យើងក៏បានឃើញច្បាស់ដែរថាគាត់នៅតែរក្សាទុនបម្រុងគ្រប់គ្រាន់នៅក្នុងក្រុមហ៊ុនគាត់ជានិច្ចពីដើមមកគេមិនដាល់ទៅខ្ចីប្រាក់ពីធនាគារដើម្បីមកវិនិយោគគម្រោងដែលមានហានិភ័យខ្ពស់នោះទេទោះបីជាគេដឹងថាវាអាចបង្កើតប្រាក់ចំណេញច្រើនមហាសាលក៏ដោយជាង80ឆ្នាំមកនេះគេឃើញថារាល់ពេលដែលរៀបនឹងចាប់ផ្ដើមមានតម្រុយថានឹងមានវិបត្តិសេដ្ឋកិច្ចគាត់នឹងលក់ទ្រព្យដែលមាននៅក្នុងដៃហើយក្តោបលុយសុទ្ធទុកវិញជាក់ស្ដែងដូចជាវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ2008គ្រប់គ្នាសុទ្ធតែខ្សែធនបិទទ្វារអស់ទៅហើយតែ Warren Buffett មិនត្រឹមតែមិនខ្សែធនទេថែមទាំងយកលុយដែលមាននៅក្នុងដៃប្រមូលទិញទ្រព្យទុកនៅតម្លៃថោកដែលអាចបង្កើតប្រាក់ចំណេញមហាសាលសម្រាប់ម្ចាស់ភាគហ៊ុនក្រុមហ៊ុនរបស់គាត់តើក្រុមហ៊ុនរបស់គាត់រកស៊ីអ្វីទៅ Berkshire Hathaway ជាក្រុមហ៊ុនវិនិយោគដែលមានតម្លៃខ្លួនជាង$1 trillion គឺ1000 លានដុល្លារក្រុមហ៊ុនធំៗចំនួនដែលវិនិយោគដោយ Berkshire Hathaway មានដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន Mastercard Amazon និង BYD ជាដើមអ្នកប្រកាសទីយល់ថាបើសិនជាមើលឃើញឱកាសហើយមិនហ៊ានប្រថុយច្អូកចាប់ទៅឱកាសហោះបាត់ទៅដឹងយុបរបស់ Warren Buffett គឺឱកាសនឹងមានជានិច្ចឲ្យតែអ្នកមិនចាកចេញទីតុកនោះអ្នកនឹងនៅតែមានឱកាសខាងលើនេះជាខ្លឹមសារសំខាន់ទី2ដែលអ្នកនិពន្ធចង់ពន្យល់ប្រាប់យើងថាចិញ្ចឹមខ្លួនឯងឲ្យរស់សិនទើបអាចមានឱកាសបែងចែកភាគលាភនៅពេលដែលអ្នកឈ្នះក្រៅពីនេះអ្នកនិពន្ធចង់ពន្យល់នៅភាគមួយទៀតដល់យើងដែលពាក្យបច្ចេកទេសគេហៅថា margin of safety ចន្លោះសុវត្ថិភាពដែលជាទ្រឹស្ដីហិរញ្ញវត្ថុមួយលើកឡើងដោយបិតាវិនិយោគ Benjamin Graham ដែលជាគ្រូរបស់ Warren Buffett អ្វីទៅហៅថាចន្លោះសុវត្ថិភាពឧទាហរណ៍ថាអ្នកគិតថាក្រុមហ៊ុនមួយតម្លៃខ្លួនរបស់វាគឺ$10ឥឡូវនេះតម្លៃរបស់វានៅលើទីផ្សារគឺ$9អ្នកមិនទាន់ចូលផ្សារហ៊ុនទិញវាភ្លាមទេពី3ថ្ងៃក្រោយមកវាក៏ចុះមកដល់$7ដូច្នេះតម្លៃទីផ្សារចាក់ស្ដែង$7ប្រៀបធៀបនឹងតម្លៃដែលអ្នកវាតម្លៃ$10ที่មានគម្លាត$3នេះហៅថាចន្លោះសុវត្ថិភាពការដែលចេះទុកចន្លោះសុវត្ថិភាពឲ្យបានគ្រប់គ្រាន់នៅទីនេះគឺមានន័យថាទុកគម្លាតនេះឲ្យបានកាន់តែឆ្ងាយកាន់តែល្អបើយកវាទៅអនុវត្តក្នុងទីផ្សារវិញមិនថាអ្នកឲ្យតម្លៃខ្លួនក្រុមហ៊ុនមួយខ្ពស់ប៉ុណ្ណាទេគួរតែទុកចន្លោះសុវត្ថិភាព 40 ទៅ 50% ចាំសម្រាប់ចិត្តទិញពាក្យថាចន្លោះសុវត្ថិភាពមិនមែនមានតែនៅក្នុងវិស័យហិរញ្ញវត្ថុទេនៅក្នុងការរស់នៅរបស់យើងក៏ឧស្សាហ៍លេចឡើងដែរដូចជាការទុកពេលវេលាគ្រប់គ្រាន់ដល់ការធ្វើដំណើរតាមផ្លូវកុំឲ្យទៅធ្វើការយឺតឧទាហរណ៍ថាអ្នកគិតថាប្រើពេល30នាទីទៅដល់តែយ៉ាងហោចណាស់ក៏ទុកពេល45នាទីដែរខ្លាចមានករណីស្ទះចរាចរណ៍ជាដើមបើនៅក្នុងការបើកបរវិញចន្លោះសុវត្ថិភាពគឺជាគម្លាតរវាងក្បាលឡានរបស់អ្នកនិងគូទឡានរបស់អ្នកនៅខាងមុខសរុបមកវិញពិភពលោកនេះគឺពោពេញដោយរឿងមិនប្រកបប្រជាអ្វីដែលយើងនឹកស្មានមិនដល់វាអាចកើតឡើងគ្រប់ពេលដែលនៅលើ WERED យើងហៅថាព្រឹត្តិការណ៍ខ្ងានខ្មៅទុកចន្លោះសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ក្រែងមានករណីអ្វីមួយកើតឡើងផ្នែកទី3នៅផ្នែកទី1យើងបាននិយាយឲ្យថា
វិនិយោគឬធ្វើអ្វីក៏ដោយត្រូវចេះស្កប់ស្គាល់នឹងអ្វីដែលខ្លួនបានទទួលលំមសំរុំបានហើយនិងផ្នែកទី2បានលើកឡើងថាចង់រករៀនឲ្យបានយូរត្រូវចេះទុកចន្លោះសុវត្ថិភាពឲ្យបានគ្រប់គ្រាន់តទៅនេះយើងចូលមកដល់ផ្នែកចុងក្រោយដែលលើកឡើងថាវិធីដែលមនុស្សម្នាក់បែងចែកទ្រព្យសម្បត្តិរបស់គាត់គឺបានមកពីទម្លាប់ឬបទពិសោធន៍ដែលគាត់បានឆ្លងកាត់ពាក្យនេះពន្យល់យ៉ាងម៉េចទៅវាមិនខុសអ្វីពីក្មេងម្នាក់ដែលកាលពីនៅតូចហូបចុកមិនគ្រប់គ្រាន់ដល់ពេលគាត់ធំឡើងធូរធារគាត់ចូលចិត្តហូបរបស់ឆ្ងាញ់មនុស្សម្នាក់ដែលធ្លាប់រងគ្រោះក្នុងទំនាក់ទំនងស្នេហាត្រូវបានការក្បត់គេកុហកវាធ្វើឲ្យគាត់មិនងាយនឹងជឿលើដៃគូរបស់គាត់ក្រោយៗមកទៀតនៅក្នុងវិស័យហិរញ្ញវត្ថុនិងផ្សារហ៊ុនក៏ដូចគ្នាបើសិនជាមនុស្សម្នាក់មិនធ្លាប់ដែលខាតនៅពេលដែលគាត់ខាតម្ដងគឺគាត់មិនអាចទប់ចិត្តខ្លួនឯងបានទេតាមរហូតដល់តែលង់ខ្លួនតែបើសិនជាមនុស្សម្នាក់ពេលចូលលេងដំបងហើយវិនិយោគខាតគេងាយនឹងឆាប់កាត់បន្ថយការខាតបង់នៅឆ្នាំ2006សេដ្ឋកិច្ចវិទូពីររូបបានធ្វើការស្រាវជ្រាវនិងរកឃើញថាការសម្រេចចិត្តវិនិយោគរបស់មនុស្សគឺជះឥទ្ធិពលដោយបទពិសោធន៍ពីអតីតកាលរបស់គាត់ជាពិសេសពេលគឺនៅពេលវ័យជំទង់គឺក្នុងអាយុប្រហែល20ជាងឆ្នាំវាដូចជាសមហេតុផលដែរព្រោះពេលនេះវាជាវ័យដែលមនុស្សចាប់ផ្ដើមចេះចាត់ចែងទ្រព្យសម្បត្តិឲ្យខ្លួនឯងចាប់ផ្ដើមមានលុយផ្ទាល់ខ្លួនដូច្នេះទម្លាប់ក្នុងការចាយវាយនិងវិនិយោគរបស់គាត់ក្នុងដំណាក់កាលនេះគឺជះឥទ្ធិពលដល់ទម្លាប់ក្នុងការវិនិយោគរបស់គាត់នៅក្នុងដំណាក់កាលក្រោយៗមកទៀតមនុស្សម្នាក់កាត់ក្នុងសម័យផ្សេងគ្នាឆ្លងកាត់បទពិសោធន៍មិនដូចគ្នារស់នៅក្នុងសង្គមខុសគ្នាពេលខ្លះសំណាងក៏មិនដូចគ្នាការធ្វើការសម្រេចចិត្តវិនិយោគរបស់មនុស្សម្នាក់ៗក៏ខុសប្លែកពីគ្នាដែរពេលខ្លះអ្វីដែលហៅថាសមហេតុផលសម្រាប់យើងតែវាជារឿងដ៏អស្ចារ្យសម្រាប់គេក៏អាចថាបានដូច្នេះហើយបានជាពេលដែលយើងមើលទៅលើការសម្រេចចិត្តវិនិយោគរបស់អ្នកណាម្នាក់យើងមើលទៅហាក់បីដូចជាឈួតឆោតល្ងងតែបើតាមបរិបទនិងបទពិសោធន៍របស់គេវិញវាគឺជារឿងដែលសមហេតុផលលើកឧទាហរណ៍មួយអ្នកនឹងយល់ហើយបរិមម្នាក់ចំណាយលុយ$1 លានដេញថ្លៃតែងតែបិទនៅលើស្រោមសម្ពុតមួយដែលជារបស់កម្រមានតែ2គត់នៅក្នុងលោកក្រោយពេលដែលគាត់ដេញថ្លៃទិញបានហើយគាត់ក៏ហែកវាចោលនៅចំពោះមុខមហាជនមនុស្សគ្រប់គ្នាសុទ្ធតែយល់ថាម្នាក់នេះឈួតហើយតែក្រោយមកគាត់បានដកតែមួយសន្លឹកចេញពីក្នុងហោប៉ៅរបស់គាត់ពេលនេះវាជាតែមដែលមានតែ1គត់នៅក្នុងពិភពលោកហើយតម្លៃវានៅពេលនេះគឺ$8 លានសហរដ្ឋអាមេរិកជារួមនៅក្នុងផ្នែកនេះអ្នកនិពន្ធចង់បង្ហាញប្រាប់យើងថាទម្លាប់ក្នុងការចាយវាយឬវិនិយោគរបស់យើងគឺភាគច្រើនជះឥទ្ធិពលដោយសារតែបទពិសោធន៍របស់យើងកាលពីនៅក្មេងមនុស្សក៏ដូចគ្នាប្រទេសក៏ដូចគ្នាបើសិនជាអ្នកធ្លាប់រស់នៅក្នុងប្រទេសដែលសម្បូរការបាតុភូតរញ្ជួយដីដូចជាជប៉ុនតៃវ៉ាន់ជាដើមនោះអ្នកនឹងចេះការពារខ្លួននិងចេះប្រយ័ត្នប្រយែងដោយខ្លួនឯងបើសិនជាអ្នកធ្លាប់ធ្លាក់ខ្លួនក្រនោះអ្នកនឹងចាយវាយប្រយ័ត្នប្រយែងជាងមុននៅចុងទសវត្សរ៍ទី90ក្រោយពេលដែលមានវិបត្តិសេដ្ឋកិច្ចនៅអាស៊ីម្ដងរួចហើយប្រទេសចំនួន8នៅអាស៊ីអាគ្នេយ៍ចាប់ផ្ដើមទុកប្រាក់បម្រុងច្រើនជាងមុនហើយដើម្បីទៅព្រោះខ្លាចក្រែងពេលមានវិបត្តិសេដ្ឋកិច្ចគ្មានលុយនៅក្នុងខ្លួនសម្រាប់បើកប្រាក់ខែឲ្យមន្ត្រីរាជការខ្សីធនដោយប្រទេសស្រីលង្កាអញ្ចឹងខាងលើនេះជាខ្លឹមសារសំខាន់ដែលដកស្រង់ចេញពីសៀវភៅលុយនិងភាសាចិត្តវិទ្យាអ្នកដែលចាប់អារម្មណ៍អានសៀវភៅនេះអាចធ្វើការស្វែងរកសៀវភៅនេះមកអានបានដែលសៀវភៅនេះមានចំណងជើងថា The Psychology of Money អរគុណជូកូកាតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ